ក្រុមហ៊ុន Google ចេះលុយ32,000 លានដុល្លារទិញក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតដ៏ធំមួយដើម្បីពង្រឹងប្រព័ន្ធការពារសុវត្ថិភាពក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិក Google បានចេះលុយរហូតដល់32,000 លានដុល្លារទិញយកក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិតវីដើម្បីពង្រឹងប្រព័ន្ធការពាររបស់ខ្លួនអ្នកវិភាគបានចាត់ទុកកិច្ចព្រមព្រៀងពេញលោកនេះជាកិច្ចព្រមព្រៀងដែលមានទំហំធំផុតជាប្រវត្តិរបស់ក្រុមហ៊ុនយនេះនេះបើយោងតាមការចុះផ្សាយទីភ្នាក់ងារព័ត៌មាន AP ក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក Google បានឈានដល់កិច្ចព្រមព្រៀងទិញក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិតវីក្នុងតម្លៃរហូតដល់32,000 លានដុល្លារការទិញយកក្រុមហ៊ុននេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននេះដើម្បីពង្រីកឥទ្ធិពលនិងភាពខ្លាំងរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅលើពិភពលោកចំពេលមានការរីកចម្រើនខ្លាំងនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI តាមកិច្ចព្រមព្រៀងនេះប្រសិនបើប្រតិបត្តិការផ្ទេរសាច់ប្រាក់ទាំងអស់ត្រូវបានអនុម័តដោយនាយកករនោះក្រុមហ៊ុន V នឹងចូលរួមជាមួយ Google Cloud ដែលជាផ្នែកដ៏សំខាន់នៃអាជីវកម្មដែលដល់ឡែកពីប្រតិបត្តិការស្វែងរកនិងការផ្សាយពាណិជ្ជកម្មដែលជាប្រភពចម្បងនៃប្រាក់ចំណូលប្រចាំឆ្នាំដែលមានទំហំ350,000 លានដុល្លារនៅក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Googleស្របពេលសន្ទុះតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានការកើនឡើងសេវាកម្មផ្ដល់និងបម្រើសេវារបស់មជ្ឈមណ្ឌលទិន្នន័យ Cloud របស់ក្រុមហ៊ុន Google ក៏មានការកើនឡើងដូចគ្នាដែលធ្វើឲ្យប្រាក់ចំណូលប្រចាំឆ្នាំរបស់សេវាកម្មនេះបានកើនឡើងពីជាង26,000 លានដុល្លារក្នុងឆ្នាំ2022កើនឡើងដល់ជាង43,000 លានដុល្លារកាលពីឆ្នាំ2024នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Google លោក Sundar Pichai បានព្យាករណ៍ថាការបន្ថែមក្រុមហ៊ុន V ជាផ្នែកមួយរបស់ Google Cloud នឹងធ្វើការផ្ដល់សេវាកាន់តែមានសុវត្ថិភាពជាងមុននិងតម្លៃទាបជាងមុខផងដែរអានដោយសំឡេងសព្វនិមិត្តសារិកា AI